ពីបាទលោកស្រីមជារួមតើការវាយប្រហារលើកនេះវាស្មើនឹងការដួលរលំនៃបទឈប់បាញ់ឬយ៉ាងណាដែរហើយជាក់ស្ដែងតាមមើលទៅភាគីមួយណាជាអ្នកបំពេញ MOU នេះឲ្យប្រកបបាទចំពោះថាការដួលរលំនៃបទឈប់បាញ់នោះអត់ទេពីព្រោះបទឈប់បាញ់មានន័យថាគ្រាន់តែជាការមិនប្រយុទ្ធគ្នាហើយការវាយប្រហារពីសំណាក់សហរដ្ឋអាមេរិកទៅលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃម្សិលមិញនោះគឺគ្រាន់តែជាការគេហៅថា weapon clash គ្រាន់តែជាការប៉ះទង្គិចគ្នាផ្នែកសព្វាវុធប៉ុណ្ណោះមិនមែនជាការប្រយុទ្ធគ្នាពេញបន្ទុករវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ដោយក្នុងអំឡុងខែមីនាឆ្នាំ2026នេះទេដូច្នេះការវាយប្រហារពីសំណាក់សហរដ្ឋអាមេរិកទៅលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃម្សិលមិញនេះវាមិនមែនមានន័យថាបទឈប់បាញ់ត្រូវដួលរលំនោះទេតាមពិតបទឈប់បាញ់ក្នុងរយៈពេល60ថ្ងៃនេះនឹងត្រូវផុតសុពលភាពនៅពាក់កណ្ដាលខែសីហាឆ្នាំ2026នេះវានៅរយៈពេលយូរដែរហើយការប៉ះទង្គិចគ្នានេះគឺជាការប៉ះទង្គិចគ្នាខាងយោធាមិនមែនដួលរលំបទឈប់បាញ់ទេហើយបើសួរថាតើខាងណាអ្នករំលោភបំពានបទឈប់បាញ់ពិតប្រាកដបើតាមភាគីអ៊ីរ៉ង់លោកមូហាម៉ាត់បាហ្គឺកាលីបាដែលជាប្រធានរដ្ឋសភារបស់ប្រទេសអ៊ីរ៉ង់ហើយក៏ជាប្រធានក្រុមអ្នកចរចារបស់ប្រទេសអ៊ីរ៉ង់ផងទៀតនោះបានចេញសេចក្តីថ្លែងការណ៍ចង្អុលមុខសហរដ្ឋអាមេរិកចំថាភាគីសហរដ្ឋអាមេរិកនេះឯងគឺជាអ្នករំលោភបំពានទាំងកំរោលលើបទឈប់បាញ់លើអនុសារណៈនៃការយោគយល់ MOU រវាងប្រទេសទាំងពីរដែលមានរយៈពេល60ថ្ងៃដែលនៅពេលបច្ចុប្បន្ននេះសុពលភាពនៃ MOU ឬអនុសារណៈនៃការយោគយល់រវាងប្រទេសទាំងពីរនៅមានសុពលភាពនៅឡើយតែសហរដ្ឋអាមេរិកជាអ្នកវាយប្រហារទាំងកំរោលរំលោភបំពានទាំងកំរោលលើបទឈប់បាញ់ដោយវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ហើយលោកមហាម៉ាត់បាហ្គឺកាលីបាប្រធានក្រុមអ្នកចរចាអ៊ីរ៉ង់ក៏បានពមៀនដែរថារាល់ពេលដែលសហរដ្ឋអាមេរិកវាយប្រហារឬភាគីណាមួយវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់នោះចាំបាច់អ៊ីរ៉ង់ត្រូវតែសងសឹកដោយខានមិនបានទេប៉ុន្តែរហូតមកដល់ពេលនេះអ៊ីរ៉ង់មិនទាន់មានការសងសឹកខ្លាំងក្លាពីការវាយប្រហារទៅពីសំណាក់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ទៀតទេនោះទេហើយចំណែកម្យ៉ាងទៀតការចោទប្រកាន់គ្នានេះបើតាមអ៊ីរ៉ង់ថាសហរដ្ឋអាមេរិកជាអ្នករំលោភបំពានបទឈប់បាញ់ប៉ុន្តែបើតាមសហរដ្ឋអាមេរិកថាអ៊ីរ៉ង់ជាអ្នករំលោភបំពានលើបទឈប់បាញ់ពីព្រោះនៅក្នុងអនុសារណៈនៃការយោគយល់នេះក៏មានចែងថាច្រកសមុទ្រហូមូសត្រូវតែបើកទូលាយសម្រាប់នាវាចរជាលក្ខណៈអន្តរជាតិសហរដ្ឋអាមេរិកក៏បើកទូលាយសម្រាប់នាវារបស់ប្រទេសអ៊ីរ៉ង់ចេញនឹងចូលកំពង់ផែរបស់ខ្លួនមិនតែប៉ុណ្ណោះសហរដ្ឋអាមេរិកក៏អនុញ្ញាតឲ្យអ៊ីរ៉ង់នឹងលើកលែងទណ្ឌកម្មឲ្យអ៊ីរ៉ង់លក់ប្រេងរបស់ខ្លួនទៅលើទីផ្សារអន្តរជាតិបានតាមចិត្តដែរប៉ុន្តែអ៊ីរ៉ង់ឯនេះទេជាអ្នករំលោភបំពានបទឈប់បាញ់ដោយអ៊ីរ៉ង់បានវាយប្រហារទៅលើនាវាពាណិជ្ជកម្មចំនួន3គ្រឿងនាវាមួយគ្រឿងត្រូវបានអ៊ីរ៉ង់វាយប្រហារកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះហើយ2គ្រឿងទៀតអ៊ីរ៉ង់បានវាយប្រហារកាលពីថ្ងៃអង្គារម្សិលមិញដូច្នេះដោយសារតែអ៊ីរ៉ង់រំលោភបំពានបទឈប់បាញ់ធ្ងន់ធ្ងរបែបនេះទើបនាំឲ្យសហរដ្ឋអាមេរិកវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ដែលជាការប្រដៅប្រទេសអ៊ីរ៉ង់នឹងកុំឲ្យរំលោភបំពានលើបទឈប់បាញ់ដូច្នេះបាននិយាយថាអ្នកណាអ្នករំលោភបំពានគឺអ៊ីរ៉ង់ចោទប្រកាន់ទៅលើសហរដ្ឋអាមេរិកថារំលោភបំពានបទឈប់បាញ់ធ្ងន់ធ្ងរតែសហរដ្ឋអាមេរិកថាអ៊ីរ៉ង់នឹងឯងជាអ្នករំលោភបំពានដោយវាយប្រហារទៅលើនាវាពាណិជ្ជកម្មដែលធ្វើចរាចរណ៍នៅតាមច្រកសមុទ្រហូមូសខណៈដែលអ៊ីរ៉ង់ក៏ប្រកាសដែរថាខ្លួននឹងបើកទូលាយសម្រាប់នាវាចរជាលក្ខណៈអន្តរជាតិដូច្នេះនិយាយជារួមភាគីទាំងពីរចោទប្រកាន់គ្នាហើយក៏មិនដឹងប្រកាសថាមួយណាជាអ្នករំលោភបំពានបទឈប់បាញ់រំលោភបំពានទៅលើអនុសារណៈនៃការយោគយល់រវាងប្រទេសទាំងពីរនោះទេបាទចាប់តាំងពីត្រូវបានចុះហត្ថលេខានៅក្នុងអំឡុងពាក់កណ្ដាលខែមិថុនាកន្លងមកទៅលើអនុសារណៈនៃការយោគយល់ដែលអាមេរិកនិងអ៊ីរ៉ង់បានធ្វើនេះ
លោកសរិមតាមមានបញ្ហាអ្វីខ្លះវាកើតឡើងនៅក្នុងនឹងដែលនាំឲ្យការអនុវត្តទៅលើលក្ខខណ្ឌដែលត្រូវបានចែងនៅក្នុងអនុសារណៈនៃការយោគយល់នោះមិនបានរលូនសោះហើយនេះមិនមែនជាលើកទី1ទេដែលការវាយប្រហារបែបនេះកើតឡើងបាទចំពោះមូលហេតុសំខាន់ដែលនាំឲ្យភាគីទាំងពីរហាក់អនុវត្តមិនបានល្អនៅបទជប់បាញ់នេះគឺម្យ៉ាងពាក់ព័ន្ធនឹងកិច្ចចរចាសហរដ្ឋអាមេរិកជាពិសេសលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកតែម្ដងគឺលោកចង់បានណាស់កិច្ចព្រមព្រៀងជាមួយនឹងប្រទេសអ៊ីរ៉ង់លោក Trump ទាមទារកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយនឹងប្រទេសអ៊ីរ៉ង់ហើយក៏បានគម្រាមផងចរចាផងជាមួយនឹងប្រទេសអ៊ីរ៉ង់តែរហូតមកដល់ពេលនេះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ហាក់នៅឆ្ងាយនៅឡើយអញ្ចឹងហើយបានជាការសងសឹកគ្នាការវាយប្រហារគ្នាការប៉ះទង្គិចផ្នែកសព្វាវុធរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់គឺហាក់មានលក្ខណៈផុយស្រួយមែនទែនដែលគេប្រើពាក្យថា fragile ceasefire គឺបទឈប់បាញ់ដែលផុយស្រួយនៅត្រង់ថាភាគីណាមួយខឹងអ៊ីរ៉ង់ខឹងអាចវាយប្រហារទៅលើសហរដ្ឋអាមេរិកភ្លាមសហរដ្ឋអាមេរិកខឹងក៏អាចលើវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ភ្លាមដោយសារតែដំណើរការនៃកិច្ចចរចារកសន្តិភាពនៅប្រទេសអ៊ីរ៉ង់ក្នុងការបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិកនៅប្រទេសអ៊ីរ៉ង់ហ្នឹងគឺនៅឆ្ងាយនៅឡើយចំណុចមួយទៀតដោយសារតែភាគីទាំងពីរនេះគឺហាក់ដូចជាអត់មានភាគីណាមួយបន្ទន់ជំហរទេសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចរហូតមកដល់ពេលនេះគឺមិនមានបន្ទន់ជំហរជាមួយនឹងប្រទេសអ៊ីរ៉ង់ទេកាលពីដំបូងសហរដ្ឋអាមេរិកហាក់ផ្ដល់សម្បទានច្រើនរហូតដល់គេស្ដីបន្ទោសអាមេរិកផ្ដល់សម្បទានច្រើនដល់ប្រទេសអ៊ីរ៉ង់រហូតដល់អាមេរិកខ្លួនឯងអ្នកនយោបាយអាមេរិកក៏បន្ទោសលោកត្រាំប្រទេសផ្សេងក៏បន្ទោសលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកថាហាក់ឲ្យទៅអ៊ីរ៉ង់នឹងច្រើនពេកផ្ដល់សម្បទានទៅអ៊ីរ៉ង់នឹងច្រើនពេកប៉ុន្តែទោះបីយ៉ាងនឹងក៏ដោយក៏អ៊ីរ៉ង់ហាក់នៅមានជំហររឹងដដែលអញ្ចឹងជំហររឹងត្អឹងទាំងពីរសហរដ្ឋអាមេរិកក៏មិនបន្ទន់អេរយាប័តអ៊ីរ៉ង់ក៏មិនបន្ទន់អេរយាប័តទើបធ្វើឲ្យការអនុវត្តបទឈប់បាញ់ក្នុងរយៈពេល60ថ្ងៃហ្នឹងគឺមានភាពរកាំរកុសមិនឈប់ទេអញ្ចឹងបើសិនបើភាគីទាំងពីរទាំងអាមេរិកទាំងអ៊ីរ៉ង់នៅតែមានជំហរបែបនេះនោះកិច្ចចរចាក៏អាចមិនត្រូវរើគ្នាក្នុងរយៈពេលខ្លីហើយការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់ភាពផុយស្រួយនៃការអនុវត្តបទឈប់បាញ់ក៏ចេះតែមានដែរម្យ៉ាងទៀតខាងអ៊ីរ៉ង់អះអាងហើយថាខ្លួនឈឺចាប់គ្រប់គ្រាន់ហើយដោយសារតែសហរដ្ឋអាមេរិកបានរួមដៃគ្នាជាមួយអ៊ីស្រាអែលសម្លាប់មេដឹកនាំរបស់ប្រទេសអ៊ីរ៉ង់ចូលទៅក្នុងផ្ទះអ៊ីរ៉ង់ហើយសម្លាប់ឪពុកម្ដាយអ៊ីរ៉ង់ទៅទៀតដែលជារឿងមួយគួរឲ្យឈឺចាប់ខណៈដែលនៅពេលបច្ចុប្បន្ននេះគឺអ៊ីរ៉ង់បានពមៀនហើយថាក្នុងអំឡុងពេលនៃការធ្វើបុណ្យសពលោកអាយ៉ាតុលាអាលីខាមីណេដែលត្រូវសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទម្លាក់គ្រាប់បែកសម្លាប់នោះគឺអ៊ីរ៉ង់បានហាមឃាត់បានទាមទារមិនឲ្យមានការវាយប្រហារលើអ៊ីរ៉ង់ទេតែកាលពីថ្ងៃអង្គារម្សិលមិញនេះសហរដ្ឋអាមេរិកវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់មិនដឹងថាអ៊ីរ៉ង់មានប្រតិកម្មប៉ុណ្ណាទេខណៈដែលប្រទេសជិតខាងរបស់ប្រទេសអ៊ីរ៉ង់នេះកំពុងតែត្រៀមខ្លួនដើម្បីគេចចេញពីការវាយប្រហាររបស់ប្រទេសអ៊ីរ៉ង់នៅពេលខាងមុខដូច្នេះនិយាយជារួមមកវិញចំពោះមូលហេតុសំខាន់ដែលនាំឲ្យការអនុវត្តបទឈប់បាញ់រវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកមិនប្រព្រឹត្តទៅបានល្អគឺដោយសារតែភាគីទាំងពីរនេះហាក់មិនមានប្រទេសណាមួយបន្ទន់ជំហរហើយក៏ការចរចាក្នុងដំណើរឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ក៏ហាក់ដូចជានៅឆ្ងាយនៅឡើយរហូតមកដល់ពេលនេះបាទសូមអរគុណលោកសរិមយើងបន្តតាមដានបន្តទៀតអំពីបញ្ហានេះជំរាបលាបាទអរគុណបាទ